ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពនៃការធ្វើដំណើរទៅកាន់តំបន់ការពារធម្មជាតិរហាកែអវៀនរបស់យើងដោយពេលនេះមិនថារដូវវស្សាឬក៏រដូវប្រាំងបងប្អូនក៏អាចធ្វើដំណើរទៅលេងនៅតំបន់របស់យើងបានតាមរយៈឡានឬក៏ម៉ូតូហើយនេះគឺជាសកម្មភាពនៃការធ្វើដំណើរទៅរបស់ក្រុមការងាររបស់យើងគឺតាមរយៈផ្លូវគឺបងប្អូនឃើញហើយផ្លូវហ្នឹងគឺផ្លូវតលមុខខ្លងវាវត្តកោះបងប្អូនគឺផ្លូវភូមិកុកលុនហើយយើងធ្វើដំណើរហ្នឹងគឺទៅតាមផ្លូវភូមិកុកលុនហើយយើងឡើងទៅខាងស្រេះនេះគឺបងប្អូននេះគឺស្ពានស្រេះបងប្អូនបងប្អូននៅតំបន់របស់យើងប្រកាសជាស្គាល់ហើយនេះគឺជាស្ពានស្រេះដែលយើងតែងតែមកលេងកម្សាន្តនៅទីនេះហើយការធ្វើដំណើរទៅនេះគឺដោយសារតែខ្ញុំតរួមជាមួយនឹងបងប្អូនក្រុមការងារនៅតំបន់របស់យើងត្រូវជូនអង្គការដៃគូឬក៏ភ្ញៀវទេសចរហ្នឹងគាត់ចង់ទៅលេងកម្សាន្តនៅទីនោះទើបឲ្យយើងសម្រេចចិត្តជូនគាត់ទៅហើយខ្ញុំក៏ថតឆ្លៀតថតវីដេអូហ្នឹងគឺចែកជូនបងប្អូនទាំងអស់គ្នាពេលខាងមុខនេះខាងតំបន់របស់យើងក៏នឹងមានកម្រងនឹងការធ្វើដំណើរធ្វើសំទោសគឺយើងនឹងស្ដារនៅផ្លូវរឡាយដែលអាចធ្វើដំណើរទៅដល់បានទាំងរដូវប្រាំងនិងរដូវវស្សាសម្រាប់ការជិះទូកហើយបងប្អូនឃើញហើយវត្តខាងមុខដែលខ្ញុំថតនេះគឺវត្តសមោចរបស់យើងបងប្អូននេះគឺវត្តសមោចរបស់យើងចំពោះផ្លូវធ្វើដំណើរទៅនៅពេលដែលបងប្អូនមកដល់វត្តសមោចហ្នឹងបងប្អូនគ្រាន់តែបើកជាឡានឬក៏ម៉ូតូធ្វើដំណើរត្រង់ទៅមុខប្រហែលជា50ម៉ែត្របងប្អូននឹងបានឃើញផ្លូវលំមួយខ្សែដែលទៅលិចត្រង់ណាបងប្អូននេះគឺភូមិសមោចណាហើយខ្ញុំនឹងថតជាមួយនឹងទស្សនវិជ្ជាការធ្វើដំណើរទៅកាន់តំបន់រហាកែអវៀនរបស់យើងនេះជូនបងប្អូនមើលថាផ្លូវគឺទៅដល់ទាំងការធ្វើដំណើរទាំងឡានទាំងម៉ូតូគឺទៅដោយងាយព្រោះយើងមានការលើកផ្លូវជាគ្រួក្រហមបងប្អូននេះគឺជាទស្សនវិជ្ជាផ្លូវទៅកាន់តំបន់រហាកែអវៀនរបស់យើងទៅដល់ហើយបងប្អូនចំពោះការមកកំសាន្តនៅទីនេះគឺល្អសម្រាប់បងប្អូនដែលចង់មកកំសាន្តលក្ខណៈគ្រួសារលក្ខណៈក្រុមការងារពោះតាមផ្លូវដែលយើងធ្វើដំណើរទៅហ្នឹងគឺវាជាផ្លូវគ្រួក្រហមហើយនៅអមផ្លូវហ្នឹងមួយខាងគឺជាស្ទឹងហើយមួយខាងទៀតគឺវាស្រែអញ្ចឹងមកកំសាន្តនៅទីនេះបងប្អូនគឺធម្មជាតិស្រស់ថ្លាមែនទែនហើយដូចបងប្អូនឃើញអញ្ចឹងគឺនៅទីនេះគឺតំបន់រហាកែអវៀនហើយផ្លូវគឺវាកវិកវ័នអញ្ចឹងណាបងប្អូនហើយដោយសារតែការទៅរបស់ខ្ញុំហ្នឹងគឺយើងជូននៅអង្គការដៃគូហើយនឹងភ្ញៀវទេសចរទៅដល់ពេលអញ្ចឹងទៅក៏ការថតរបស់ខ្ញុំនឹងមានចន្លោះខ្វះខាតអត់បានល្អចែកជូនបងប្អូនទស្សនាទេហើយព្រោះពេលហ្នឹងគឺខ្ទង់ប្រហែលជាម៉ោង12ថ្ងៃត្រង់បងប្អូននៅពេលភ្ញៀវគាត់មកទៅក៏យើងនាំភ្ញៀវទៅទាំងថ្ងៃហើយណាមួយក្តៅផងហើយដូចបងប្អូនឃើញហើយគឺឥឡូវនេះគឺផ្លូវអាចធ្វើដំណើរទៅដល់ហើយនេះបងប្អូនគឺខ្ញុំបានទៅដល់ហើយប៉ុន្តែដល់ត្រើយមកខាងនៅតំបន់អាវៀនរបស់យើងហើយនៅទីនេះគឺយើងនឹងមានការរៀបចំនៅគម្រោងផែនការមួយពាក់ព័ន្ធជាមួយនឹងការយកផ្លូវនេះធ្វើជាកន្លែងកម្សាន្តសម្រាប់បងប្អូនទៅលេងនៅពេលល្ងាចអាចយកជាអាហារឬក៏ភេសជ្ជៈក៏បានដែរយើងអាចទៅអង្គុយលេងនៅក្បែរផ្លូវហ្នឹងហើយមកខាងស្ទឹងហើយមកខាងទៀតយើងអង្គុយមើលសត្វបងប្អូនគឺមានអារម្មណ៍ថាធម្មជាតិស្រស់ថ្លាខ្លាំងមែនទែនតិចទៀតពាក់ព័ន្ធជាមួយនឹងផ្លូវក្បាត់ហ្នឹងគឺយើងជិះទូកបានជុំវិញតំបន់អាវៀនណាបងប្អូនហើយវីដេអូហ្នឹងគឺញ៉ៃញ៉ៃមែនទែនឆ្លៀតចែកនំឲ្យក្មេងទៀតដោយសារតែក្មេងហ្នឹងគាត់នៅអាវៀនណាបងប្អូនធម្មតាអ្នកនៅព្រៃគ្នាអត់និយាយរួមទៅបានតលេងអញ្ចឹងគឺខ្ញុំតែងតែទិញនំទៅផ្ញើគាត់បងប្អូនហើយឥឡូវនេះខ្ញុំចាប់ផ្ដើមចោះទូកទៅហើយបងប្អូនអូយនេះតំបន់របស់យើងបងប្អូនហើយកន្លែងដែលខ្ញុំឈប់ហ្នឹងគឺត្រៃខាងកើតណាបងប្អូនយើងអាចជិះទូកបានជុំវិញតំបន់យើងផ្ទាល់ដោយយើងមានក្រុមការងារមានសហគមន៍របស់យើងគាត់នៅចាំទទួលបងប្អូននៅទីនោះសម្រាប់បងប្អូនដែលចង់ទៅកម្សាន្តបងប្អូនទៅពេលព្រឹកក៏បានពេលល្ងាចក៏បានស្អែកតែពេលបងប្អូនទៅហើយជាពិសេសចុងសប្តាហ៍សៅរ៍អាទិត្យសម្រាប់ពីការងារចង់ទៅកម្សាន្តលក្ខណៈគ្រួសារឬក៏មានសក់វែងឬសក់ខ្លីអីបងប្អូនណាហើយនេះគឺប៉មរបស់យើងដែលបានធ្វើឲ្យបងប្អូនខ្លះប្រហែលជាអត់ទាន់បានទៅឡើងប៉មទស្សនាសត្វអីបងប្អូនប៉ុន្តែវីដេអូខាងមុខទៀតហ្នឹងបងប្អូនប្រហែលជាឆ្ងល់ហើយថាមិនក៏ខ្ញុំថតអត់មានសត្វអត់ឃើញជាប់សត្វណាបងប្អូនចន្លោះម៉ោង12ថ្ងៃហ្នឹងគឺអត់មានសត្វនៅទេ
គាត់ចេញទៅរកស៊ីឆ្ងាយហើយខ្ទង់ប្រហែលជាម៉ោង4គាត់នឹងត្រឡប់មកវិញហើយបងអូនតែនេះគឺម៉ោង12ថ្ងៃត្រង់ដោយសារខ្ញុំត្រូវជូនអង្គការដៃគូទៅហើយកន្លែងចំណុចនេះគឺជាក្បាត់បន្លាយដែលយើងលើកថ្មីបងអូនគឺកន្លែងហ្នឹងគឺល្អមែនទែនបងប្អូនអាចជិះទូកបដើហើយមើលបរិស្ថានមើលព្រៃមើលសត្វជុំវិញហ្នឹងហើយមកលក្ខណៈថាផ្លូវហ្នឹងគឺស្ងាត់បងអូនណាស្ងាត់កម្រងរបស់យើងគឺយើងចង់ទិញជាទូកតូចសម្រាប់បងប្អូនចែវទៅមើលសត្វខ្លួនឯងក៏បានដែរហើយនេះបងអូនគឺសត្វគឺវាចន្លោះម៉ោងហ្នឹងគឺខ្ញុំថតហ្នឹងខ្ទង់ប្រហែលជាម៉ោង1ហើយត្រឡប់មកវិញបដាហើយពោះសត្វខ្លះវាចេញទៅពេលព្រឹកចឹងវាមកពេលថ្ងៃសត្វខ្លះវាចេញទៅពេលថ្ងៃវាមកពេលល្ងាចបងអូននេះសត្វវាចាប់ផ្ដើមត្រឡប់មកវិញបដាហើយនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៃផ្នែកម្ខាងនៅតំបន់អាវៀនរបស់យើងនៅប៉ែកខាងត្បូងណាបងអូននេះគឺនៅប៉ែកខាងត្បូងហើយបើនិយាយពីទឹកវិញបងអូនអើយឥឡូវនេះកុំបារម្ភខ្លាចថាទៅឃើញទឹកល្អក់ឬក៏អត់មានទឹកជីទូកអត់ទេណាបងអូនគឺទឹកថ្លាបងប្អូនមើលឃើញខ្សាច់នៅក្រោមតែម្ដងនេះបងអូនហើយខ្ញុំថតនឹងដោយសារតែខ្ញុំត្រូវជូនខាងអង្គការដៃគូទៅហើយណាមួយត្រូវផ្ដល់ជាព័ត៌មានឲ្យគាត់ផងឆ្លៀតថតផងហើយពេលអញ្ចឹងទៅក៏ការថតហ្នឹងក៏អត់សូវមានភាពល្អប្រសើរប្រហែលទេហើយបញ្ចូលសលេងហ្នឹងក៏ជិះឡានត្រឡប់មកវិញបដាហើយក៏បញ្ចូលបដាកាត់បដាហើយនេះជាវីដេអូទី1នឹងការរៀនកាត់វីដេអូហើយនឹងបញ្ចូលសលេងហើយចែកជូនដល់បងប្អូនទស្សនាបងប្អូននេះគឺប្រៃលិចទឹករបស់យើងហើយពេលចូលទៅដល់ខាងក្នុងហ្នឹងយើងអត់បានបញ្ឆេះម៉ាស៊ីនទូកទេគឺយើងចែវដោយដៃបងអូនណាហើយទឹកថ្លាណាបងប្អូនអើយហើយដើមដែលខ្ញុំថតនេះគឺពេលល្ងាចប្រកាសជាឃើញសត្វបងអូនតែថ្ងៃចឹងអត់មានទេដេកបងប្អូនស្ងាត់ជ្រាបហ្មងអត់មានសត្វទេវាចេញរកស៊ីអស់ហើយកន្លែងដែលខ្ញុំថតជាប់សត្វហ្នឹងគឺនៅប៉ែកខាងត្បូងហើយកន្លែងដែលខ្ញុំចោលហ្នឹងឯងបងប្អូនគឺសត្វច្រើនវានៅកន្លែងហ្នឹងបងប្អូនហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេបងប្អូនដោយសារតែខ្ញុំជូនអង្គការដៃគូទៅហើយគាត់ត្រូវត្រឡប់មកវិញដើម្បីប្រជុំបន្ថែមការងារហើយហ្នឹងគឺបងប្អូនយើងបងក្រុមការងារដែលគាត់នៅទទួលភ្ញៀវនៅទីហ្នឹងបងប្អូនបាយហើយបងប្អូនអើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូអរគុណជម្រាបលា